ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ភោជនីយដ្ឋានបាយ័នសាខាឈូចវ៉ាជាមួយខ្ញុំចាក់យ៉ាម្ដងទៀតហើយសម្រាប់លើកនៅភោជនីយដ្ឋានបាយ័នសាខាឈូចវ៉ាគឺខ្ញុំសង្កេតឃើញថាការដេគ័ររបស់គាត់ពីខាងក្រៅរហូតដល់ខាងក្នុងគឺថាមានភាពប្លែកច្រើនខ្លាំងមែនតែម្ដងហើយមានជាមួយនឹងនំឆនប្រភេទខ្លាំងមែនតែឯដែលពិសេសក៏មានជាមួយនឹងនំផ្លាកយីហោបាយ័នក៏ដូចជាម៉ូលីផងដែរអ្នកទាំងអស់គ្នាសម្រាប់នំនឹងដែរគឺជាស្នាដៃកូនខ្មែរផ្ទាល់តែម្ដងខ្មែរស្រឡាញ់ខ្មែរកុំភ្លេចគាំទ្រផលិតផលខ្មែរអញ្ចឹងឥឡូវហ្នឹងគឺយើងបានចូលមកដល់ខាងក្នុងហើយដើម្បី order ជាមួយនឹងម្ហូបញ៉ាំហើយអ្នកទាំងអស់គ្នាជាមួយនឹងទីធ្លានៅភោជនីយដ្ឋានបាយ័នសាខាឈូចវ៉ាគឺថាមានទីធ្លាច្រើនខ្លាំងមែនតែម្ដងមានទាំង outdoor និង indoor អីដែលសំខាន់ណាក៏មាន VIP សម្រាប់បងជុំគ្រួសារផងដែរអញ្ចឹងនេះគឺជាមុខម្ហូបដែលខ្ញុំបាន order ហើយអ្នកទាំងអស់គ្នាគឺជាមេនុយថ្មីខ្លាំងមែនតែម្ដងដែលទៅចេញក្តៅហើយអ្នកទាំងអស់គ្នាហើយសម្រាប់មេនុយបាយឆាត្រីងៀតមួយមុខនេះដែរគឺមាននៅគ្រប់សាខាទាំងអស់របស់ភោជនីយដ្ឋានបាយ័នក៏ប៉ុន្តែថ្ងៃហ្នឹងចាក់យ៉ាបានមកញ៉ាំនៅភោជនីយដ្ឋានបាយ័នសាខាឈូចវ៉ាសម្រាប់មេនុយបាយឆាត្រីងៀតមួយមុខនេះគឺថាមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកមកតែម្ដងដោយសារជាមួយនឹងសាច់ងៀតទូចល្អិតនៅក្នុងបាយឆានឹងផ្ទាល់តែម្ដងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតែអីដែលសំខាន់ណាក៏មានស្វាយចាស់នៅក្នុងនឹងដែរអញ្ចឹងយើងដាក់ជាមួយនឹងស្វាយចាស់បន្តិចទៅបាយឆានឹងទៅគឺថាដាក់ទៅឆ្ងាញ់ជាតិតែម្ដងអ្នកនរគ្នាមើលទៅមាត់ញ៉ាំក៏ដឹងដែរនេះអញ្ចឹងឥឡូវហ្នឹងគឺយើងចូលមកដល់មុខម្ហូបអាហារថ្ងៃត្រង់ម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់អាហារថ្ងៃត្រង់មកពេលនេះគឺខ្ញុំមានជាមួយនឹងមុខម្ហូបបង្កើតប៉ារ៉ាបំពងជាមួយនឹងស្លម្ជូរល្ហុងអ្នកនរគ្នាអើយបើនិយាយពីស្លម្ជូរល្ហុងនេះវិញគឺថាក្លិនឲ្យលេខ1តែម្ដងឈ្ងុយសាហាវរសជាតិវិញthe best យើងចូលមកដល់បង្កើតប៉ារ៉ាបំពងម្ដងអ្នកនរគ្នាសម្រាប់មុខម្ហូបបង្កើតប៉ារ៉ាបំពងនេះដែរក៏ជាមនុយថ្មីសម្រាប់ភោជនីយដ្ឋានបាយ័នដែរអ្នកនរគ្នាដឹងអញ្ចឹងកែប៉ារ៉ាគឺថាមានអត្ថប្រយោជន៍ខ្លាំងមែនតើសម្រាប់សុខភាពរបស់យើងណាអ្នកនរគ្នាអញ្ចឹងបើសិនជាបងចង់បានម្ហូបឆ្ងាញ់មីនុយថ្មីត្រីងថ្មីហើយសេវាកម្មល្អបុគ្គលិករស់រាយរាក់ទាក់កុំភ្លេចជាមួយនឹងភោជនីយដ្ឋានបាយ័នសាខាជ្រោយចង្វា